ថ្ងៃនេះបានផ្អកអ្នកម្ដាយផ្ញើពីស្រុកខ្មែរមកញ៉ាំបាយអស់2ចានអត់ដឹងខ្លួនបើនិយាយទៅគ្រាន់តែបានទទួលអីវ៉ាន់ភ្លាមរៀបចំចំហុយភ្លាមពីព្រោះរសារមុខម្ហូបនេះលឿនហើយឆាប់បានញ៉ាំទៀតបើនិយាយទៅផ្អកនេះបើសិនជានៅស្រុកអាមេរិកវិញគឺជាប្រភេទមុខម្ហូបដែលកម្របើប្រៀបជាមួយនឹង Pizza Burger វិញគឺអត់ប្ដូរទេបងប្អូនសម្រាប់ខ្ញុំវិញទៅណាក៏អត់ដែលចោលដែរមុខម្ហូបខ្មែរយើងកាលនៅស្រុកខ្មែរខ្ញុំធ្លាប់ញ៉ាំឆាផ្អកជាមួយនឹងសាច់ជ្រូកចិញ្ច្រាំឥឡូវថ្ងៃនេះខ្ញុំសាកចំហុយផ្អកត្រីប្រាម្ដងហើយផ្ទាប់ជាមួយនឹងបន្លែយើងស្រស់ថែមទៀតរឹតតែឆ្ងាញ់ម្ហូបអាកៀងអត់ប្ដូរទេណាបងប្អូនឥឡូវផ្អកយើងរួចរាល់ហើយតោះបងប្អូនចេញពិសាទាំងអស់គ្នាសូមអរគុណបងប្អូនដែលតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត